โดยซาแต่มีนกรบเทนจิตหายจะบ้านาธาเตอร์การตบากันดำใบไก่ไหนตามลายกึศธานังเฟื่อวีดอยตัวใดนักสมันเหมือนดอธารกเคยมวยดมสลับเนื้อกลุ่มโนทหมดเฟื่อออยปูน้ำเพียบเอาแต่มาดองยกหมกเตะเพลียมก็จับดำไก่ไหนเพลียมตับเตะขังเลอเอาเจริญดำใบบังการกำลังเกิดบรรทบหมกจอรนดำใบยีสรัวจึงตุ่มโรสำหรับตุกก็มันไอคว้าบานแดงฉลองการขัดคอมปรังเป็นหมุดไงตบากันนี้ก็เตอร์บ้านบรรจบจิสตาโปเมื่อเตอร์ตู้ใบจีเรียงเกริ่มบนเตะบนใต้เปปราปรักคือยีสรัวนังรุนนะโดยมีนจุ่มนุ้ยปีวีสัตว์ตุ้ยจังนี้ตีบ่มพอดกอบานซีกันตุหมอดเปิดจิลอแมนเป็นนิสัตตีก็จิงจำสำหายโดยเฉพาะตรงตีนี้อาจบอกบองจอบานก่อนไล่ได้ตุ่มเนนี่ผู้น้ำสำหรับจัดยกเตอร์ปุงริกกำรากระดาตามตุ่มลบจ้าบ่มปุงรุไซปดอนเนกำลังอันแต่บนเตอร์ไซกราจีกำรากระดากลมเมื่อสราวซัมพิระได้ปลุกพอยแต่งนี้ตามเปิดเตอร์กาปราปราหมุชนำรูปีชนำคืองีสรูนะมิ้นจุ่มระเตตู้ใบจีรูเนกนงเปรย์ก็เตอร์เจสันซอมสมใจหนึ่งกึศกูได้จีกาเปิดนะในได้จ้าเป้ก็เตอร์แต่เฟื่อกาจูโจลังเวงได้คือแบบนี้เองเฟื่อกาตั้งปีเมกระดาแหงโรโฮดอนมินเพลียงหรือลำเสยตุ่มหอมกาเงียเลิกนี้เปิดจีมันตัวเตตุ่มหอมในกาปุงริกคือทมกูสำได้กำรากระดาไม่มีปวดใบตองสระบ่มโปร่งคุณภาพในการูเนอร์เตอร์บ้านเลิกกำปูมาดองติดเสือก่อบ้านห้าปนมันไงหายดอเป้แดดเตอร์บอกสมบอกวิหายบรรทบปีบังใบกรอบอังกอร์เจงปีสมบ้างก็อาจยกเตอร์ตรอบสมบกเรียบดังใบยีสรูปงแดงสมรรถเพียบบรรทบปูอยู่บอสัตตุ้ยปัจจิกูอักเหียบเอาหน้าเฟื่อออยปูน้ำสเตอร์แต่ตกตัวเลงจบมวยปอปริกในมวยปีแข่บ้านกันลองพอเตอร์ปีจ้าโปธาดำอเลิกบ้านอเลิกดำสันได้บ้านสันได้การคัดคอมปรังแปรงกาปีปนมันไงหมุนที่บ่มพอตัวบ้านพอตกสนองอย่างเป็นประกอบเมื่อตามรูปเรียงนี้ยกวีเตอร์เฟื่อกาดอโดตุ่มเน้งมีนไอมันอ๋อเลิกเฟื่อดมนาวเตอร์โมคือช่างบันติกแมนบนใต้ดำใบดอโดยกซัมพิเรนี้ก็จีเรื่องได้จี้มันดูดแดการធ្វើដំណើរលើកនេះក្រៅពីការដោះដូរទំនិញតាមពិតនៅមានមូលហេតុសំខាន់មួយទៀតត្រូវហើយឪកើត្រូវបានពុះចឹកជឿថាថ្នាំអង់ទីប៊ីយ៉ូទិកនឹងអាចជួយឲ្យវាជាសះស្បើយឡើងវិញដោយពិចារណាថាកម្រាលក្តារខូចខាតយូរឆ្នាំមកហើយរយៈពេលនេះឲ្យតែពេលទំនេរពូណាមនឹងធ្វើការជួសជុលឡើងវិញយ៉ាងម៉ត់ចត់គិតទៅក៏ត្រូវដែរមួយឆ្នាំជួសជុលម្ដងទំហំការងារបែបនេះគឺនៅអាចទទួលយកបានធ្វើការរួចក៏ចេញទៅស្ទូចត្រីចាប់ត្រីការលាយបញ្ចូលគ្នារវាងការងារនិងការសម្រាកគឺគាត់យល់ច្បាស់ណាស់និយាយទៅទំពាំងឆានិងត្រីអាំងម្ហូបទាំងពីរមុខនេះគឺញ៉ាំយ៉ាងណាក៏មិនទ្រាំដែររសជាតិជូរអែមបន្សល់ទុកនៅក្លិនឈ្ងុយជាប់មាត់ញ៉ាំរួចច្បាស់ជាមានកម្លាំងពេញមួយថ្ងៃឆ្លៀតពេលថ្ងៃនេះពន្លឺព្រះអាទិត្យល្អនិងខ្យល់បក់រំភើយពូណាមក៏ចាប់ផ្ដើមការដាំដុះនៅលើទឹកម្ដងទៀតចំណែកឯដាំអ្វីនោះតើមានមិត្តភក្តិណាដែលស្គាល់ជួយប្រាប់បន្តិចបានទេពេលនេះការពង្រីកក្បួនឈើគឺលែងទាន់នឹងការបន្តពូជរបស់សត្វទៅហើយដូច្នេះគ្មានជំរឿទេការផ្ដល់ចំណីជៀមត្រូវតែដោះស្រាយនៅមាត់ទន្លេស្ទើរតែភ្លេចទៅហើយកូនជៀមមួយនេះគឺដោះដូរបានពីការទៅក្រុងកាលពីម្សិលមិញមើលតាមទម្រង់នេះពូណាមប្រហែលជាចង់ផឹកទឹកដោះជៀមហើយឃើញសត្វកាន់តែច្រើនឡើងចំនួនអ្នកហូបក៏កើនឡើងមិនឈប់ដែរគិតចុះគិតឡើងពូណាមក៏បានពង្រីកទំហំដីមួយចំនួនទៀតហើយថែមទាំងដាំស្រូវទាំងអស់ទៀតផងតតែបន្តលើកកម្ពស់គុណភាពជីវិតទើបអាចផ្គត់ផ្គង់ការស៊ីរបស់សត្វទាំងនេះបានពិតជាលំបាកណាស់ថ្ងៃថ្មីអ្វីក៏ថ្មីតាមទម្លាប់ជួសជុលកម្រាលក្តារបន្តិចបុរសម្នាក់នេះក៏ចាប់ផ្ដើមការពង្រីកជុំថ្មីទៀតក្រៅបន្ទះឈើឲ្យមានសណ្ដាប់ធ្នាប់បន្ទាប់មកគាត់ក៏រុះរើផ្ទះនៅមាត់ទន្លេពីមុនចោលដោយមិនបង្អង់យូរយ៉ាងណាក៏ទុកចោលទេដែរសុខចិត្តយកវាមកប្រើប្រាស់ឲ្យមានប្រយោជន៍ប្រសើរជាងវិធីសាស្ត្ររបស់ពូណាមគឺច្បាស់លាស់ណាស់បង្កើតក្តាររំអិលមួយយ៉ាងលឿនរួចរុញវាឡើងលើក្បួនឈើយ៉ាងសាមញ្ញនិងលឿនបំផុតទោះបីជាដំណើរការនេះរៀងពិបាកបន្តិចក៏ដោយប៉ុន្តែឲ្យតែយល់ពីច្បាប់រូបវិទ្យាគឺនៅតែអាចដោះស្រាយបានយ៉ាងងាយស្រួលទំហំផ្ទះគឺស៊ីគ្នាឥតខ្ចោះជាមួយកម្រាលក្តារឆ្លៀតប្រក់ដំបូលរួចគឺអាចចូលនៅបានតែម្ដងជីវិតនៅក្នុងព្រៃគឺបែបនេះកន្លែងគួរតែសន្សំគឺសន្សំកន្លែងគួរតែចាយគឺនិយាយទៅកន្ទេលឫស្សីនិងបន្ទះឫស្សីទាំងនេះពិតជាស្រួលប្រាមែនមិនជ្រាបទឹកនិងមិនជោកខ្យល់ពិតជាផ្ដល់ភាពកក់ក្ដៅនៅរដូវរងានិងត្រជាក់កន្លែងទំនេរនៅក្រោមផ្ទះក៏ត្រូវយកមកប្រើប្រាស់ដែរសត្វតូចទទួលបានផ្ទះថ្មីម្ដងទៀតដើម្បីសុវត្ថិភាពពូណាមក៏បានបំពាក់របាំងការពារយ៉ាងយកចិត្តទុកដាក់ដោយមានការការពារពីវាក៏លែងបារម្ភពីការធ្លាក់ទឹកទៀតហើយពិតជាល្អណាស់ការរស់នៅលើក្បួនឈើក៏ដល់ដំណាក់កាលកក់ស្ទះដែរបើចង់សម្រេចបាននូវគុណភាពជីវិតកម្រិតខ្ពស់ពូណាមក៏គិតចុះគិតឡើងរាល់ថ្ងៃឆ្លងកាត់ការគិតយ៉ាងល្អិតល្អន់ទីបំផុតគាត់ក៏ទទួលបានសេចក្តីសន្និដ្ឋានការអភិវឌ្ឍនៅលើគោកទើបជាវិធីដែលត្រឹមត្រូវគោលដៅគឺដេកចំការដែលបានឆ្កាកាលពីពេលមុនហើយជំហានដំបូងនៃការអភិវឌ្ឍគឺត្រូវចាប់ផ្ដើមពីអូរតូចមួយនេះសម្អាតមែកឈើនិងស្លឹកឈើស្ងួតនៅតាមច្រាំងថ្មធំនៅតាមច្រាំងគឺសាកសំធ្វើជារបាំងធម្មជាតិណាស់រៀបចំជាអាងស្តុកទឹកគឺអាចយកមកប្រើប្រាស់បានហើយធ្វើបែបនេះមិនត្រឹមតែងាយស្រួលក្នុងការស្រោចស្រពទេថ្ងៃក្រោយក៏អាចឲ្យសត្វទាលេងទឹកបានដែរត្រូវតែទទួលស្គាល់ថារឿងរៀបចំផែនការនេះគឺពិតជាត្រូវពឹងលើពូណាមមែនកុំមើលឃើញថាពេលនេះ
ទឹកល្អតាមពិតក្រោយពេលរងថ្លាវាគឺថ្លាឆ្វេងរហូតដល់អាចផឹកបានតតែម្ដងជាការពិតណាស់តួដីនៅក្បែរនោះក៏ត្រូវរៀបចំឲ្យស្អាតដែរដោយសារតែមានបំណងអភិវឌ្ឍយូរអង្វែងច្បាស់ណាស់ថាត្រូវដាំអ្វីបន្ថែមទៀតហើយយ៉ាងណាមិញដីនៅទីនេះគឺមានជីជាតិល្អគួរសមគ្រាន់តែថែទាំបន្តិចបន្តួចថ្ងៃក្រោយច្បាស់ជាអាចដាំអ្វីបាននឹងមិនខានឆ្លៀតជីកធ្វើជាចណ្ដាល3-4កាំនៅក្បែរនោះបែបនេះការឡើងចុះគឺងាយស្រួលជាងមុនច្រើនដើម្បីធានាថាចណ្ដាលនេះប្រើប្រាស់បានយូរមិនងាយខូចពូណាមបានកាប់បន្ទះសីយ៉ាងច្រើនគ្រាន់តែដោតវាចូលទៅក្នុងដីចណ្ដាលនឹងកាន់តែណែនល្អនៅពេលប្រើប្រាស់យូរទៅអញ្ចឹងមួយព្រឹកក៏កន្លងផុតទៅយ៉ាងលឿនពេលនេះតួដីទំនេរនេះក៏ចាប់ផ្ដើមមានសកម្មភាពរស់រវើកឡើងវិញសត្វតូចក៏អាចរត់លេងបានយ៉ាងសប្បាយរីករាយដែរបន្ទាប់ពីរៀបចំគែមជញ្ជាំងរួចរាល់ឆ្លៀតពេលថ្ងៃនេះព្រះអាទិត្យមិនសូវក្តៅពូណាមក៏ចាប់ផ្ដើមដាំកូនរុក្ខជាតិយ៉ាងលឿនមិត្តភក្តិនៅខាងមុខជួយប្រាប់ខ្ញុំបន្តិចមកតើនេះជារបស់អ្វីឆ្លៀតកែច្នៃផេះរុក្ខជាតិបន្តិចបន្តួចពួកវាអាចធ្វើជាជីបានជួយឲ្យកូនរុក្ខជាតិចេញនឹងពន្លកបង្កើនអត្រារស់រានមានជីវិតស្រាប់តែមានភ្លៀងធ្លាក់មកយ៉ាងទាន់ពេលវេលាចំការមិនត្រឹមតែមិនបាច់ស្រោចទឹកទេថែមទាំងជួយកាត់បន្ថយកម្ដៅទៀតផងពិតជាស្រួលខ្លួនណាស់យូរហើយមិនបានចូលព្រៃថ្ងៃនេះជានជន់សម្រាប់ចិត្តចូលព្រៃដើម្បីសាកល្បងសំណាងដើមមិនបានប្រមាណជំហានផងគាត់ក៏បានប្រទះឃើញដើមក្រូចឆ្លងព្រៃមួយដើមរបស់នេះមានរសជាតិជូរអែមឆ្ងាញ់គឺជាជម្រើសដ៏ល្អបំផុតសម្រាប់បំពេញកម្លាំងរសជាតិគឺល្អគួរសមដើម្បីងាយស្រួលយកតាមខ្លួនគាត់ក៏បកសម្បកវាចេញនៅនឹងកន្លែងដុតវាចូលគ្នាជាចង្កំបែបនេះគឺអាចយកទៅបានយ៉ាងងាយស្រួលមិនច្រើនមិនតិចយ៉ាងណាក៏ដោយចូលព្រៃម្ដងគឺមិនឲ្យត្រឡប់មកវិញដែរទេជាដាច់ខាតខណៈពេលដែលជានជន់កំពុងលងលក់នឹងទេសភាពដ៏ស្រស់ស្អាតដល់ខ្លួនមិនរួចស្រាប់តែមានឈើអណ្តែតទឹកពី3ដុំនៅទីឆ្ងាយតាក់ទាញចំណាប់អារម្មណ៍របស់គាត់ចូលទៅមើលចិត្តអូហូមាននារីម្នាក់ធ្លាក់ចូលក្នុងទឹកមិនទាន់ទាំងបានគិតផងបុរសម្នាក់នេះក៏លូកដៃជួយសង្គ្រោះភ្លាមត្រូវដឹងថាការដែលបានឃើញមនុស្សស្រីលើកមុនគឺយូរណាស់មកហើយដោយសារតែខ្លួននាងសាមជោគដើម្បីសុវត្ថិភាពពូណាមក៏បានអញ្ជើញនាងឲ្យឡើងលើក្បួនភ្លាមផ្លាស់ប្ដូរសម្លៀកបំពាក់ស្អាតបាតពេលវេលាក៏ឈានចូលដល់ពេលល្ងាចប្រុសកំឡោះស្រីក្រមុំនៅជាមួយគ្នាតែពីរនាក់លើក្បួនបែបនេះភាពអៀនខ្មាស់គឺច្បាស់ជាជៀសមិនរួចទេទោះបីជាយ៉ាងណាក៏ដោយបាយក៏នៅតែត្រូវធ្វើជាមួយគ្នាដែរត្រីពីរព្រួយយ៉ាងសាមញ្ញពួកគេទាំងពីរក៏បានញ៉ាំអាហារក្រោមពន្លឺភ្លើងនាពេលរាត្រីបានហូបម្ហូបក្តៅប៉ុន្មានម៉ាត់គ្មានអ្នកណាដឹងថាពេលនេះពូណាមកំពុងគិតអ្វីទេយ៉ាងណាក៏ដោយមើលទៅពួកគេពិតជាកក់ក្តៅនិងចុះសម្រុងគ្នាណាស់ពួកគេនិយាយបណ្ដាសាច់បណ្ដាមើលទៅដូចជាគូស្នេហ៍ដែលកំពុងតែផ្អែមល្ហែមនឹងគ្នាអញ្ចឹងបន្ទាប់ពីហែកសាច់ត្រីចេញពីឆ្អឹងរួចពូណាមក៏បានយកអង្ករដ៏មានតម្លៃរបស់គាត់មកដាំបាយកូនឆ្មានិងកូនឆ្កែក៏ស្ដាប់បង្គាប់ជាងធម្មតាដែរជីវិតនៅលើទឹកដ៏មានក្តីសុខនេះប្រហែលជាអារម្មណ៍ធូរស្រាលដែលនារីម្នាក់នេះតែងតែប្រាថ្នាចង់បានហើយមើលទៅអាហារសាមញ្ញមួយពេលរួចក៏ជិតដល់ពេលត្រូវសម្រាកដែរពូណាមបានលះបង់បន្ទប់គេងរបស់ខ្លួនឲ្យនាងចំណែកខ្លួនឯងគេងនៅលើឥដ្ឋសូម្បីតែបរិយាកាសក៏ពោរពេញទៅដោយភាពរ៉ូមែនទិកដែរព្រឹកព្រលឹមថ្ងៃបន្ទាប់ពន្លឺព្រះអាទិត្យល្អខ្យល់បក់រំភើយពូណាមក្រោកពីព្រលឹមដូចសពមួយដងយកស៊ុបពី3គ្រាប់គាត់ក៏ចាប់ផ្ដើមចម្អិនអាហារពេលព្រឹកខ្យល់បក់ប៉ះវិលនងទីបំផុតនារីម្នាក់នោះក៏ភ្ញាក់ពីគេងពួកគេក៏បានញ៉ាំអាហារយ៉ាងសាមញ្ញជាមួយត្រសក់និយាយគ្នាទើបដឹងថានាងមានការងារសំខាន់ត្រូវធ្វើបន្តមិនអាចជៀសផុតពីការបែកគ្នាបានទេពេលឮពាក្យនេះពូណាមក៏មានអារម្មណ៍ស្រងាកចិត្តភ្លាមទោះបីជាអាល័យយ៉ាងណាក៏ដោយនេះក៏ជារឿងដែលជៀសមិនរួចដែរផ្លូវថ្ងៃនេះហាក់ដូចជាវែងឆ្ងាយខុសពីធម្មតាគាត់ពិតជាសង្ឃឹមថាពេលវេលានឹងបញ្ឈប់ត្រឹមនេះណាស់ជាការពិតណាស់នាងក៏បានសន្យាថាបន្ទាប់ពីបញ្ចប់ការងារនាងនឹងឆ្លៀតពេលមកលេងគាត់មិនខានយកចុះសន្យារួចរាល់ហើយបើគ្មានអ្វីប្រែប្រួលទេគឺច្បាស់ជាគ្មានអ្វីប្រែប្រួលមែនពេលត្រឡប់មកក្បួនវិញពូណាមក៏ចាប់ផ្ដើមលងក្នុងអន្លង់ស្នេហ៍តែឯងរយៈពេលខ្លីមួយថ្ងៃប្រៀបដូចជាការជិះរទេះភ្លើងទោះបីជាគាត់នៅមានសត្វទោចជាច្រើនកំដៅខាងកាយក៏ដោយប៉ុន្តែបេះដូងរបស់គាត់ចាប់ផ្ដើមរង្គោះរង្គើបន្តិចម្ដងហើយស្រាប់តែគាត់នឹកឃើញរឿងមួយហាក់ដូចជានឹកឃើញភ្លាមកូនជៀមបាត់មុខមួយថ្ងៃមួយយប់ទៅហើយតំបន់ព្រៃភ្នំនេះគឺពិតជាធំទូលាយណាស់ការស្វែងរកវាគឺពិតជាពិបាកដូចឡើងឋានសុខអញ្ចឹងពូណាមបានដើរកាត់ព្រៃឡើងដល់កំពូលភ្នំសូម្បីតែរោមជៀមមួយសរសៃក៏រកមិនឃើញដែរស្រាប់តែសៀវហើយហាក់ដូចជាប្រទះឃើញអ្វីមួយចូលទៅមើលចិត្តអូហូកូនជៀមងាប់បាត់ទៅហើយពិភពលោករបស់ពូណាមហាក់ដូចជាដួលត្រូវដឹងថាកូនជៀមមួយនេះគឺជាទីស្រឡាញ់របស់គាត់ណាស់ឃើញវាធំធាត់បន្តិចម្ដងទឹកភ្នែកស្ទើរតែហូរស្រក់សាមស្បែកជើងគ្មានជម្រើសទេសត្វងាប់មិនអាចរស់ឡើងវិញបានទេពេលស្ងប់អារម្មណ៍ពូណាមក៏សម្រេចចិត្តកប់វានៅក្បែរនោះដោយមានឆ្មានិងឆ្កែនៅទីនោះចូលរួមជូនដំណើរជាលើកចុងក្រោយជឿថាកូនជៀមនេះច្បាស់ជាមិនឯកាទេនៅក្នុងលោកនេះរឿងដែលជឿចាប់បំផុតគឺម្ចាស់ត្រូវមកបញ្ចុះសត្វជីវិតត្រូវតែបន្តភាពឡើងចុះនៃជីវិតក្នុងរយៈពេល2ថ្ងៃនេះមិនមែនជាមន្តអាគមមួយប្រភេទទេអីមិនបាច់និយាយច្រើនពេលនេះពូណាមគ្រាន់តែចង់នៅស្ងៀមដើម្បីស្វែងរករឹងមាំឡើងវិញពេញបរិបូរដោយធម្មពលបាក់ទំព័រថ្មីនៃការរស់នៅលើក្បួនឈើក្រោមការសម្លឹងមើលរបស់មនកគាត់ក៏ចាប់ផ្ដើមច្នៃបំពង់ឫស្សីឆ្លងកាត់ការខិតខំប្រឹងប្រែងពេញមួយព្រឹកអន្ទាក់ចាប់កណ្ដុរ2 3ក៏ត្រូវបានបញ្ចប់ភ្លាមការរចនាបែបធ្នូដែលបានពង្រឹងអាចផ្ដល់នូវកម្លាំងធានាបាននូវអត្រាចាប់បានខ្ពស់ជាងមុនទៅក៏ត្រូវដែរញ៉ាំត្រីជិត500ថ្ងៃមកហើយក៏ដល់ពេលដែលត្រូវបដូររសជាតិខ្លះដែរអ្នកដែលឧស្សាហ៍មើលការរស់នៅក្នុងព្រៃច្បាស់ជាដឹងហើយកណ្ដុរនៅក្នុងតំបន់ដាច់ស្រយាលនេះមានធម្មជាតិក្បាលណាក៏ថត់ត្រលុកត្រលុនដែរអ្វីដែលសំខាន់ជាងនេះទៅទៀតគឺពួកវាឧស្សាហ៍មកស៊ីពូណាមបានអត់ធ្មត់នឹងពួកវាយូរមកហើយលើកនេះត្រូវតែចាប់ពួកវាឲ្យអស់តែម្ដងរុក្ខជាតិគ្រប់ដើមនៅលើក្បួនសុទ្ធតែជាញើសឈាមរបស់គាត់សត្វទាំងឡាយក៏គោរពស្រឡាញ់ម្ចាស់ម្នាក់នេះណាស់ដែរជីវិតគឺមានសេចក្តីសុខចុះសម្រុងគ្នានិងរីកចម្រើនជារៀងរាល់ថ្ងៃសុទ្ធតែបានហូបឆ្អែតគ្រប់គ្នាហើយថែមទាំងមានកន្លែងរត់លេងយ៉ាងធំទូលាយទៀតផងយ៉ាងណាក៏ដោយទំនេរឆ្លងកាត់ការគិតយ៉ាងសាមញ្ញពូណាមសម្រាប់ចិត្តយកតួដីនៅពីមុខនេះមកប្រើប្រាស់ឲ្យមានប្រយោជន៍ជីវិតកសិកម្មគឺបែបនេះឯងមួយថ្ងៃបើមិនបានដាំអ្វីទេគឺមានអារម្មណ៍ថាមិនស្រួលខ្លួនទេជីកស្មៅចោលកប់ដុំថ្មដោយសាររចនាសម្ព័ន្ធភូមិសាស្ត្រពិសេសគាត់សម្រាប់ចិត្តប្រើប្រាស់វិធីសាស្ត្រដាំដុះបែបថ្នាក់ធ្វើបែបនេះមិនត្រឹមតែអាចទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ទេទំហំនៃការដាំដុះក៏អាចពង្រីកបានយ៉ាងមានប្រសិទ្ធភាពដែរមើលតាមទម្រង់នេះទំហំការងារ
ងារគឺមិនតូចទេប៉ុន្តែពូណាមបែរជាសប្បាយចិត្តនឹងធ្វើវាទៅវិញអញ្ចឹងមួយរយៈក៏កន្លងផុតទៅទៀតពេលនេះទម្រង់ដើមនៃវាលស្រែថ្នាក់បានលេចជារូបរាងឡើងហើយរុក្ខជាតិក៏រស់រានបានយ៉ាងល្អដើម្បីបង្កើនទិន្នផលគាត់បានត្រឡប់ទៅកន្លែងចាស់ដែលនៅឆ្ងាយប៉ុន្មានគីឡូម៉ែត្រត្រូវហើយបុរសម្នាក់នេះមានបំណងដកយកដើមដំឡូងមីបន្តិចបន្តួចមកដាំដូចដែលអ្នកទាំងអស់គ្នាដឹងស្រាប់របស់នេះផ្ដល់ទិន្នផលខ្ពស់ងាយដាំរស់អ្វីដែលសំខាន់ជាងនេះទៅទៀតគឺតម្លៃអាហារូបត្ថម្ភដ៏សម្បូរបែបរបស់វាគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការរស់រានមានជីវិតបែបនេះទោះបីជាខ្លួនឯងឬសត្វតូចក៏ដោយសុទ្ធតែមានអាហារបម្រុងទុកច្រើនជាងមុនលែងបារម្ភពីរឿងអត់បាយទៀតហើយតែមួយកន្លែងនេះការថែទាំគឺងាយស្រួលគួរសមជាការពិតណាស់នេះគ្រាន់តែជាការរៀបចំជាមូលដ្ឋានដោយពិចារណាថារុក្ខជាតិបៃតងនៅថ្ងៃមុខនឹងចេញផ្កាផ្លែដូច្នេះត្រូវបង្កើតទ្រនងតង់ទុកជាមុនដើម្បីងាយស្រួលតង់ឡើងមើលតាមទម្រង់នេះទំហំការងារគឺពិតជាមិនតូចទេប៉ុន្តែពូណាមិនមានបំណងធ្វើឲ្យតែរួចដៃនោះទេគ្រប់ជំហានទាំងអស់ត្រូវតែធានាបាននូវភាពល្អឥតខ្ចោះនេះទើបជាស្មារតីខ្សួរនៃការរស់រានមានជីវិតដ៏អស្ចារ្យរបស់គាត់ពេលនេះដោយមានជណ្ដើរដែលរឹងមាំជាងមុនការឡើងចុះចេញចូលនិងការលីសែងអីវ៉ាន់ក៏ងាយស្រួលជាងមុនច្រើនដែរពូណាមយល់ច្បាស់ពីទ្រឹស្ដីធ្វើការយឺតតែបានលទ្ធផលល្អមិនប្រញាប់ប្រញាល់រឿងតូចតាចយ៉ាងណាក៏គាត់យកចិត្តទុកដាក់ធ្វើវាឲ្យបានល្អដែរមួយប៉ាព្រិចភ្នែកមួយព្រឹកបានកន្លងផុតទៅទៀតផ្ដល់ចំណេះឲ្យសត្វតូចដូចទម្លាប់ធម្មតាទម្លាប់បែបនេះគឺបានដកជាប់ក្នុងសន្តានចិត្តរបស់ពូណាមទៅហើយយ៉ាងណាមិញសត្វទាំងនេះគឺពឹងផ្អែកទាំងស្រុងលើការថែទាំរបស់គាត់បើខ្វះការស៊ីមួយពេលច្បាស់ជាឃ្លានស្រែកមិនខានបន្ទាប់ពីវល់ការងារនៅលើក្បូនរួចបន្ទាប់មកក៏បន្តការងាររៀបចំវាលស្រែទៀតប្រមូលសម្ភារៈសម្រាប់សាងសង់ឆ្លៀតកែច្នៃបន្តិចបន្តួចបន្ទាប់ពីកាប់ចុងខាងចេញជាចង្អូបុរសម្នាក់នេះក៏ចាប់ផ្ដើមគុំទ្រនងតោងយ៉ាងលឿនទំហំដ៏ធំនេះពិតជាគួរឲ្យកោតសរសើរណាស់ចាប់ផ្ដើមឆ្ងល់បន្តិចហើយថាតើគាត់ដាំបន្លែអ្វីឲ្យប្រាកដនៅពេលដែលសរនីមួយត្រូវបានដោតចូលយ៉ាងត្រឹមត្រូវបន្ទាប់មកដាក់របាតឹងដើម្បីបង្កើតជារចនាសម្ព័ន្ធរួមចន្លោះស្មើគ្នាមានស្ថិរភាពនិងអាចទុកចិត្តបានសូម្បីតែវិធីសាស្ត្រទៅភ្ជាប់ក៏ហ្មត់ចត់និងយកចិត្តទុកដាក់ណាស់ដែរស្មានថានេះគ្រាន់តែជាទ្រនងតោងស្របគ្នាធម្មតានឹកស្មានមិនដល់ថាជារចនាសម្ព័ន្ធរាងកោងវិធីសាស្ត្រសាងសង់មើលទៅសាមញ្ញប៉ុន្តែតាមពិតត្រូវធ្វើវាដែលរាប់រយដងទោះបីជាមិនសូវពិបាកក៏នៅតែស៊ីកម្លាំងខ្លាំងដែរគ្មានជំរឿទេអ្នកណាឲ្យបុរសម្នាក់នេះចិញ្ចឹមសត្វរាប់សិបក្បាលធ្វើអីរាល់ថ្ងៃបើភ្នែកឡើងគឺត្រូវគិតខ្វល់រឿងចំណីសម្ពាធបែបនេះពិតជាមិនតូចទេឆ្លងកាត់ការខិតខំប្រឹងប្រែងប៉ុន្មានថ្ងៃការសាងសង់ទ្រនងតង់ទាំងអស់ទីបំផុតក៏បានបញ្ចប់ការចំណាយកម្លាំងច្រើនបែបនេះតាមពិតមានគុណប្រយោជន៍មួយទៀតនោះគឺថ្ងៃក្រោយអាចបន្ថែមរបាំងការពារដើម្បីការពារសត្វតូចរបស់ខ្លួនឬសត្វស្លាប់ផ្សេងទៀតចូលមកបំផ្លាញដំណាំចាប់ពីការប្រមូលនិងដឹកជញ្ជូនសម្ភារៈរហូតដល់ការកែច្នៃនិងការបង្កើតជាផលិតផលសម្រាប់ធ្វើឡើងដោយខ្លួនឯងទាំងអស់ទំហំការងារដ៏ច្រើនសន្ធឹកសន្ធាប់នេះទាមទារឲ្យមានការអត់ធ្មត់ខ្ពស់ការពិតបង្ហាញថាទោះបីជាត្រឡប់ទៅរស់នៅបែបធម្មជាតិវិញក៏ដោយគ្មានជំនាញជាប់ខ្លួនទេគឺច្បាស់ជាត្រូវដេកតាមផ្លូវមិនខានអញ្ចឹងពីថ្ងៃក៏កន្លងផុតទៅទៀតទ្រនងតង់ទាំងអស់ត្រូវបានពង្រឹងគុណភាពរួចរាល់ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ទឹកប្រចាំថ្ងៃពូណាមថែមទាំងបានច្នៃបំពង់ឫស្សីយ៉ាងច្រើនទៀតផងគ្រាន់តែទម្លុះថ្នាំងឫស្សីឲ្យធ្លុះគឺអាចភ្ជាប់ពួកវាចូលគ្នាម្ដងមួយរហូតដល់អាចបង្ហូរទឹកពីផ្នែកខាងលើមកដល់ខាងក្រោមដោយស្វ័យប្រវត្តិត្រូវតែទទួលស្គាល់ថាគំនិតនេះពិតជាមិនអន់ទេទឹកជ្រោះភ្នំមានរសជាតិផ្អែមឆ្ងាញ់អាចផឹកបានផ្ទាល់ដោយមិនបាច់ដាំពុះលើពីនេះទៅទៀតបំពង់ឫស្សីដែលរត់កាត់វាលស្រែធ្វើឲ្យការស្រោចស្រពកាន់តែមានភាពងាយស្រួលរវល់អស់ប៉ុន្មានថ្ងៃមកនេះដល់ពេលត្រូវផ្ដល់រង្វាន់ឲ្យខ្លួនឯងម្ដងហើយចាប់យកត្រីធំទម្ងន់2គីឡូមួយក្បាលពីក្នុងអាងរួចបេះបន្លែផ្លែឈើរៀងៗខ្លះទៀតត្រូវតែទទួលស្គាល់ថាជីវិតដែលពឹងផ្អែកលើខ្លួនឯងនេះគឺពិតជាស្រួលខ្លួនណាស់ចង់ហូបអ្វីក៏បានហូបនឹងធម្មជាតិសុទ្ធសាធគ្មានជាតិគីមីហូបបានដោយសុវត្ថិភាពប្រើប្រាស់ដោយទុកចិត្តមើលទៅសត្វឆ្មានិងឆ្កែក៏ពេញចិត្តនឹងស្នាដៃរបស់ពូណាមណាស់ដែររសជាតិគឺហឹរស្ពឹកស្រស់និងឈ្ងុយឆ្ងាញ់កូនស្រូវត្រូវការស្រោចទឹកជាប្រចាំដើម្បីធានាដល់ការលូតលាស់បន្តបន្ទាប់ទោះបីជាដីមានសំណើមគ្រប់គ្រាន់ក៏ដោយក៏នៅតែមិនអាចធ្វើប្រហែសបានដែរត្រូវតែថែទាំយ៉ាងយកចិត្តទុកដាក់និយាយតាមត្រង់ទៅទោះបីជាបច្ចុប្បន្នបានឈានដល់ស្តង់ដារនៃការរស់នៅយូរអង្វែងហើយក៏ដោយពូណាមក៏មិនមានបំណងសម្រាប់ដែរគាត់ខិតខំមកស៊ូរាល់ថ្ងៃដើម្បីអនាគតដ៏ភ្លឺស្វាងនេះណែជំរាលមាត់ទន្លេក៏ត្រូវបានបុរសម្នាក់នេះឆ្កាផងដែរឆ្លៀតយកដុំថ្មមករៀបជារង្វង់ប្រហែលជានេះនឹងក្លាយជាអាងត្រីមួយទៀតហើយបុរសម្នាក់នេះពិតជាពូកែរៀបចំមែនមើលទៅមានអារម្មណ៍ដូចជាស្ដេចឡើងក្រុងរាពណ៍នៅលើភ្នំអញ្ចឹងឃើញគាត់រៀបចំហាមអាងជារាង4ជ្រុងយ៉ាងស្អាតបន្ទាប់មកដាក់បំពង់ឫស្សីទុកនៅតាមគែមការប្រើវិធីនេះអាចការពារការបាក់ស្រុតនៅតាមគែមបានយ៉ាងមានប្រសិទ្ធភាពដូច្នេះអាចបង្កើនអាយុកាលនៃការប្រើប្រាស់ទំហំការងារនេះក៏មិនតូចដែរប៉ុន្តែបុរសម្នាក់នេះបែរជាសប្បាយនឹងធ្វើវាទៅវិញបន្ទាប់ពីការរៀបចំគែមអាំងទទួលបានជោគជ័យទឹកអូរក៏ចាប់ផ្ដើមហូរចូលបន្តិចម្ដងឆ្លៀតពេលនេះគាត់ក៏មិនមានបំណងនៅទំនេរដែររៀបដុំថ្មជារង្វង់ឆ្ពោះទៅផ្នែកកណ្ដាលតើបុរសម្នាក់នេះមានបំណងចង់ធ្វើអ្វីទៀតហើយផ្លូវដីស្អិតគឺតែងតែនឹងពិបាកដែរដើម្បីបង្កើនបទពិសោធន៍នៃការរស់នៅឲ្យកាន់តែប្រសើរពូណាមក៏បានរៀបចំបន្ទះឫស្សីយ៉ាងច្រើនដោយមិនស្ទាក់ស្ទើរត្រូវហើយគាត់មានបំណងបង្កើតជាផ្លូវដើរទស្សនាទេសភាពបែបនេះការដើរចុះឡើងនឹងមានអារម្មណ៍ល្អជាងមុនពេលវេលាខ្លីហើយការងារក៏ច្រើនទោះបីជាមានភ្លៀងរលឹមស្រិចក៏ដោយគាត់ក៏មិនមានបំណងបញ្ឈប់ការងារនៅក្នុងដៃដែរទីបំផុតឆ្លងកាត់ការខិតខំប្រឹងប្រែងពេញមួយព្រឹកផ្លូវដើរធ្វើពីឫស្សីក៏ត្រូវបានបញ្ចប់ដោយជោគជ័យស្រាប់តែមានការផ្លាស់ប្ដូរគាត់បែរជាបញ្ឈរវាឡើងទៅវិញពេលឃើញបែបនេះទើបខ្ញុំនឹកឃើញតាមពិតនេះគឺជារបងអាំងត្រីសោះគឺមានតែអ្នកទេដែលពូកែច្នៃ
អញ្ចឹងមួយរយៈក៏កន្លងផុតទៅទៀតបន្លែដែលបានដាំការពីប៉ុន្មានថ្ងៃមុនពេលនេះក៏ចាប់ផ្ដើមលូតលាស់បែកមែកធាងបន្តិចម្ដងហើយដោយមានការការពារគ្រប់ជ្រុងជ្រោយរយៈពេលនេះគឺលែងត្រូវការថែទាំច្រើនទៀតហើយយ៉ាងណាក៏ដោយទំនេរពូណាមសម្រាប់ចិត្តចាប់ផ្ដើមរៀបចំផ្ទះតូចមួយនេះត្រូវដឹងថាវាបាននៅជាមួយគាត់ជាង500ថ្ងៃយប់មកហើយហើយខ្យល់ហើរក្តៅអស់រយៈពេលយ៉ាងយូរវាក៏បានពុកផុយយូរហើយដែរក្រៅពីចនាសម្ព័ន្ធខាងក្រៅជញ្ជាំងខាងក្រៅនិងដំបូលគឺពុកផុយមើលលែងយកទៅហើយការជួសជុលទ្រង់ទ្រាយធំគឺច្បាស់ជាជៀសមិនរួចទេក្រៅកំរាលបន្ទះរស័យថ្មីរួចរុះរើដំបូលចាស់ចេញជំនួសមកវិញដោយឈើមូលថ្មីដើម្បីងាយស្រួលភ្ជាប់ពូណាមក៏បានទាញយកប្រយោជន៍ពីទំនាញផែនដីយ៉ាងឆ្លាតវៃដោយមានចំណុចសម្រាប់តាក់ទាំងនេះរបាតឹងអាចតាក់ចុះពីលើដោយមិនបាច់ចំណាយកម្លាំងអ្វីទាំងអស់តែគោដែលដកចេញពីមុនក៏មិនត្រូវខ្ជះខ្ជាយដែរវាឲ្យត្រង់គឺអាចបន្តយកមកប្រើប្រាស់បានទៀតអញ្ចឹងមួយព្រឹកក៏កន្លងផុតទៅយ៉ាងលឿនរចនាសម្ព័ន្ធដំបូលក៏ត្រូវបានជួសជុលរួចរាល់ដោយជោគជ័យបន្ទាប់មកក្រាលរនួតដំបូលឲ្យស្មើគ្នាបែបនេះការទ្រទម្ងន់របស់ដំបូលនឹងកាន់តែស្មើគ្នាតាមទម្រង់នេះការជួសជុលលើកនេះនឹងកាន់តែរឹងមាំនិងចុះបានបីជារស់នៅម្នាក់ឯងក៏ដោយគ្រឿងបរិក្ខារដែលគួរមានគឺមិនអាចខ្វះបានទេមើលចុះតើវារឹងមាំនឹងអាចទុកចិត្តបានមែនឬទេរយៈពេលនេះពិតជាមានន័យមែនដើម្បីបំពេញធម៌ពលគាត់ក៏បានយកកំហុសពិសេសមួយមុខមកញ៉ាំជាមួយបាយដែលដាំខ្លួនឯងជីវិតមួយនេះគឺពិតជារស់នៅយ៉ាងមានក្តីសុខមែនសាច់ញ៉ាំជាមួយទឹកជ្រលក់មួយចានជីវិតដ៏មានក្តីសុខតែងតែកន្លងផុតទៅយ៉ាងសាមញ្ញ